រឿងព្រះនាងអសេតភូកាលកន្លងទៅមានព្រះរាជបុត្រនៃព្រះចៅក្រុងពារាណសីមួយព្រះអង្គដែលមាននិស្ស័យមិនសូវល្អដោយអាងព្រះឋានៈជារាជបុត្រនិងលៀបយសបានប្រព្រឹត្តអនាចារជាច្រើនបុត្ររបស់អញពេលនេះកំពុងតែជួលនឹងឋានៈសប្បាយភ្លើតភ្លើននិងលៀបយសហើយមហេសីអូនកូនរបស់យើងនឹងមិនអាចក្លាយជាស្ដេចល្អបានឡើយនៅក្នុងពេលអនាគតព្រះពរម្ចាស់បើយ៉ាងនេះសូមម្ចាស់បងមេត្តាជួយអប់រំផងបងគិតថាពេលនេះត្រូវឲ្យគេទទួលរងការលំបាកខ្លះទើបអាចអប់រំលុតដំបានព្រះបិតាបានបំបោះបង់ចាក់ព្រះរាជនិវេសទើបនាំព្រះរាជទេពីរបស់ព្រះអង្គឈ្មោះថាអសេតភូចាក់ចេញពីព្រះបរមរាជវាំងចូលទៅរស់នៅក្នុងព្រៃហេមពៀនសោយត្រីសាច់ផ្លែឈើមើមឈើជាអាហារនេះគឺដោយសារតែបងទើបធ្វើឲ្យម្ចាស់អូនមកលំបាកវេទនាជាមួយដែរមិនជាអ្វីឡើយម្ចាស់បងដរាបណាស់មានម្ចាស់បងខ្ញុំម្ចាស់មិនមានអារម្មណ៍ថាលំបាកឡើយក្រាបទូលប្រពៃណាស់អូនបងសូមអរគុណចំពោះទឹកប្រទេម្ចាស់អូនណាស់ទោះបីស្ថិតក្នុងកាលៈទេសៈបែបនេះក្តីព្រះរាជទេពីបានខិតខំគោរពប្រតិបត្តិបម្រើស្វាមីបានយ៉ាងល្អមិនមានការធ្វេសប្រហែសឡើយម្ចាស់បងសូមសោយផ្លែឈើនេះខ្ញុំម្ចាស់ទៅតែបេះពីក្នុងព្រៃខាងក្រៅនោះមកក្រាបទូលអូពិតជាមានរសជាតិណាស់ម្ចាស់អូនបើនៅមានបេះមកឲ្យច្រើនមកឆ្ងាញ់ណាស់ព្រះពរម្ចាស់ខ្ញុំម្ចាស់នឹងបេះមកថ្វាយទៀតឲ្យតែម្ចាស់បងសពព្រះរាជហឫទ័យថ្ងៃមួយព្រះផស្តានាងបានឃើញនាងកេណរីមានរូបឆោមស្រស់ស្អាតមានចិត្តប្រតិព័ទ្ធលងស្រឡាញ់ក៏បានបោះបង់ចោលព្រះនាងអសេតភូខំស្វះស្វែងទៅតាមនាងកេណរីនោះម្ដេចក៏ព្រះស្វាមីមិនព្រមបោះបង់ចោលនិស្ស័យបែបនេះទៀតពេលនេះត្រូវមកទទួលរងទុកក្នុងព្រៃបែបនេះហើយនៅឡើយប្រព្រឹត្តអនាចារទៀតណាស់ហើយបើយ៉ាងនេះអាត្មាអញមានតែស្វែងរកទីពឹងសម្រាប់ខ្លួនឯងវិញទៅជាការប្រសើរព្រះរាជទេពីឃើញថាព្រះស្វាមីលែងអើពើនឹងខ្លួនក៏បានចូលទៅសូមរៀនចម្រើនកសិននៅសំណាក់តាបោះហើយមិនយូរប៉ុន្មានក៏សម្រេចឈាននិងអភិញ្ញាទើបត្រឡប់មកនៅក្នុងបណ្ណសាលារបស់ខ្លួនវិញការមានខ្លួនឯងជាទីពឹងគឺជាទីពឹងដ៏ប្រសើរបំផុតមិនមានទីពឹងណាស្មើដូចឡើយពីថ្ងៃនេះតទៅអាត្មាអញនឹងចម្រើននៅធម៌នឹងយកខ្លួនឯងជាទីពឹងរហូតតទៅព្រះរាជបុត្រកាលបើរកផ្លូវទៅតាមនាងកេណរីមិនឃើញក៏អស់សង្ឃឹមរួចត្រឡប់មករកព្រះនាងទេពីវិញនៅក្នុងបណ្ណសាលាព្រះនាងទេពីកាលបានឃើញព្រះស្វាមីត្រឡប់មកវិញក៏ហោះទៅក្នុងឯកដោអាកាសទៅរស់នៅក្នុងទីដទៃទៀតអូជីវិតរបស់អញមិនគួរណាធ្លាក់ដល់ថ្នាក់គ្មានអ្វីសោះសូម្បីភរិយាក៏ចាកចោលអញដែរបុគ្គលដែលប្រាថ្នាហួសកម្រិតចង់បានខ្លាំងពេកព្រោះស្រវឹងងប់ងល់ដោយចំណងរមែងសាបសូន្យចាកប្រយោជន៍យ៉ាងណាខ្ញុំខ្លួនឯងកាលប្រាថ្នាក៏ទៅជាអ្នកសាបសូន្យចាកព្រះទេពីក៏យ៉ាងនោះដែរចាប់តាំងពីថ្ងៃនោះមកព្រះរាជបុត្រក៏រស់នៅក្នុងព្រៃតែម្នាក់ឯងអំណេះតមកព្រះរាជបិតាសោយព្រះទីវង្គតទៅទើបរាជអាមាត្យនិមឺនសពមុខមន្ត្រីទៅយាងព្រះរាជបុត្រទៅឡើងគ្រងរាជស្នងព្រះបិតាកាលបានគ្រងរាជសម្បត្តិហើយក៏មានទេវតាមួយអង្គបានបង្ហាញខ្លួននិងសូត្រនៅគាថាថ្វាយព្រះរាជាព្រះសណ្ដាប់ក្នុងកាលនោះបបិទ្ធព្រះរាជាយើងសូមថ្វាយនៅព្រះគាថាជាទីសណ្ដាប់តាមសពព្រះរាជហឫទ័យក្រាបទូលប្រពៃណាសូមស្វាត់ឈាយមកចុះយើងចាំស្ដាប់បុគ្គលដែលប្រាថ្នាហួសកម្រិតចង់បានខ្លាំងពេកព្រោះស្រវឹងងប់ងល់ដោយចំណងរមែងធ្វើប្រយោជន៍របស់ខ្លួនឲ្យសាបសូន្យយ៉ាងនេះដូចជាព្រះរាជបុត្រកាលដែលប្រាថ្នានៅនាងកេណរីឈ្មោះថានាងចន្ទាហើយជាអ្នកសាបសូន្យចាក់ព្រះអសិទ្ធភូដូច្នោះដែរព្រះរាជាទ្រង់អៀនខ្មាស់ហើយតាំងចិត្តលែងប្រព្រឹត្តយ៉ាងនេះតទៅទៀតទ្រង់គ្រងរាជសម្បត្តិជាសុខក្សេមក្សាន្តដរាបតទៅបុគ្គលដែលប្រាថ្នាហួសកម្រិតដោយអំណាចនៃសេចក្តីលោភលន់និងចំណង់តណ្ហារមែងធ្វើប្រយោជន៍របស់ខ្លួនឲ្យវិនាសសាបសូន្យបុគ្គលដែលបានយកខ្លួនឯងជាទីពឹងរមែងបានទីពឹងដ៏ប្រសើរជាទីពឹងដែលមិនមានទីពឹងណាស្មើឡើយ